សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមកតរឿង chapter ទី31មកបន្តសាច់រឿងរបស់យើងកាលពី chapter មុនម៉ាក់ប៊ូវ៉ុនក៏បានមកគោលទ្វារបន្ទប់សអានហើយសអានក៏បានបើកទ្វារចេញមកម៉ាក់ប៊ូវ៉ុនក៏សុំចង់និយាយគ្នាជាមួយបន្តិចឥឡូវនេះកូនប្រសាក៏បានធ្វើកាហ្វេឲ្យម៉ែក្មេងផឹកម៉ាក់ប៊ូវ៉ុនក៏បានអរគុណចំពោះកាហ្វេសអានក៏បានសួរនាំឮថាម៉ាក់ប៊ូវ៉ុនបានឈឺកាពះតែឥឡូវនេះមានអារម្មណ៍យ៉ាងម៉េចហើយម៉ាក់ក្មេងក៏តបវិញថាមិនអីទេក៏គ្រាន់តែចង់ឲ្យប៊ូវ៉ុនចេញទៅក្រៅដើម្បីនិយាយគ្នាជាមួយសអាននឹងណាសអានក៏តបវិញថាយល់ហើយមានជាការសម្លឹងមើលមកសួរថាតើចង់មានអ្វីនិយាយជាមួយគេមែនទេអាចសួរគេរឿងអ្វីបានគ្រប់យ៉ាងម៉ាក់ប៊ូវ៉ុនក៏បានស្ងាត់បន្តិចនិយាយថាស្ដាប់មើលទៅវាដូចជាគួរអស់សំណើចហើយក៏បានអរគុណសអានដែលបាននៅជាមួយនឹងប៊ូវ៉ុនគាត់ថាកូនរបស់គាត់មិនសូវមានលទ្ធភាពរីករាយច្រើនទេដោយសារតែស្ថានភាពគ្រួសាររបស់គាត់នៅក្នុងឆ្នាំដែលវូវ៉ុនបានរីកចម្រើនយ៉ាងខ្លាំងវូវ៉ុនគឺមិនអាចលេងបានដូចជាមិត្តភ័ក្តិរបស់គេទេហើយវូវ៉ុនគឺចូលចិត្តហែទឹកវូវ៉ុនគឺជាក្មេងមិនដែលត្អូញត្អែទេគាត់បានធំឡើងលឿនណាស់ហើយក៏បានមើលថែម្ដាយគាត់វិញចឹងហើយទៅបានជាម៉ាក់ភ្ញាក់ផ្អើលនៅពេលដែលឮថាវូវ៉ុនបានស្នាក់នៅជាមួយផ្ទះមិត្តភ័ក្តិគាត់គិតថាមានមនុស្សម្នាក់ដែលធ្វើឲ្យកូនគាត់អាចទុកចិត្តបានហើយវូវ៉ុនគឺមិនសូវដែលនិយាយរឿងមិត្តភ័ក្តិជាមួយនឹងម៉ាក់គាត់ទេប៉ុន្តែចាប់តាំងពីម៉ាក់របស់គេធ្លាប់ដួលសន្លប់មកវូវ៉ុនតែងតែបារម្ភអំពីម្ដាយរបស់គាត់ដែលនៅម្នាក់ឯងហើយឥឡូវនេះវូវ៉ុនត្រូវបានគេបោកប្រាស់ដែលធ្វើឲ្យម្ដាយរបស់គាត់កាន់តែបារម្ភប៉ុន្តែម៉ាក់វូវ៉ុនឃើញថាកូនគាត់បានប្រសើរជាងពីមុនដូច្នេះគាត់មានអារម្មណ៍ថាបានធូរចិត្តច្រើនហើយម៉ាក់ប៊ូវ៉ុនក៏បានអរគុណដល់សអានគេស្ដាប់ម៉ែក្មេងនិយាយហើយក៏និយាយថាមិនចាំបាច់អរគុណគេទេគឺជាគេខ្លួនឯងទេដែលទទួលយកការជួយពីប៊ូវ៉ុនជាច្រើនហើយពងក៏ក្នុងចិត្តថាគេមិនដឹងដែរនឹងគិតថាម្សិលមិញបានធ្វើឲ្យរឿងរញ៉េរញ៉ៃអស់ហើយបន្ទាប់មកសាច់រឿងក៏បានកាត់មកស្ថានីយ៍ឡានក្រុងវិញម៉ាក់វូវ៉ុនក៏បានផ្ដាំផ្ញើកូនឲ្យមើលថែសុខភាពនិងញ៉ាំបាយបានច្រើនប្រាប់គាត់ភ្លាមនៅពេលដែលប៉ូលីសតាក់ទងមកហើយបើសិនជាជួបរឿងលំបាកអ្វីកុំទុកតែម្នាក់ឯងតាក់ទងមករកគាត់ណាហើយនឹងកុំភ្លេចជាគ្នាជាមួយសអានផងវូវ៉ុនក៏តបអូខេមិនចាំបាច់បារម្ភពីគេទេម៉ែក៏បានសួរមានលឺដំណឹងពីមនុស្សម្នាក់នោះអត់វូវ៉ុនខកកវីក្បាលថាមិនដែរទេហើយផ្ដាំផ្ញើបើសិនជាលឺគឺបិទចោលទៅហើយនឹងតែមករកគាត់វិញហើយកុំតាក់ទងទៅរកគាត់នោះឲ្យសោះដឹងអត់វូវ៉ុនក៏បានញ៉ាំដាក់តបថាគេនឹងមិនតាក់ទងជាមួយមនុស្សម្នាក់នោះទៀតទេគេនឹងមិនជួបគាត់ម្ដងទៀតឡើយនេះហើយគឺជាអ្វីដែលម៉ាក់វូវ៉ុនបាននិយាយគឺជាប៉ារបស់វូវ៉ុនគាត់និយាយថាប៉ារបស់វូវ៉ុនគឺជាមនុស្សលោភលន់ម្នាក់ដែលមិនស័ក្តិសមនឹងកិត្តិយសអ្វីដែលខ្លួនបានទាមទារបរិះម្នាក់ដែលមិនដែលស្គាល់កន្លែងរបស់ខ្លួនឯងគាត់បានព្យាយាមទាញវូវ៉ុនចោះជាមួយគាត់យ៉ាងណាក៏ដោយគាត់គឺជាអ្នកធ្វើឲ្យវូវ៉ុនចាក់លុយគេហើយនឹងសម្រាប់មនុស្សជុំវិញខ្លួនរបស់គាត់ដោយសារតែភាពលោភលន់គាត់គឺជាមនុស្សល្ងង់ដែលមិនដឹងថាកំពុងជីកភ្នោកាប់ខ្លួនឯងផងឪពុកបែបនេះដែលចាក់ចេញពីផ្ទះនៅពេលដែលស្ថានភាពគ្រួសារកំពុងស្ថិតនៅក្រោមភាពលំបាកបំផុតវាហាក់បីគ្រាន់តែជាសាមឺ2-3សម្រាប់គាត់ប៉ុណ្ណោះហើយគាត់នឹងត្រឡប់មកវិញជាមួយនឹងបំណុលលបែងជាច្រើនដែលហួសពីសមត្ថភាពដែលអាចរ៉ាប់រងបានគិតដល់រឿងអតីតកាលហើយវ៉ុនស្ទើរតែភ្លេចពីពេលវេលាទាំងនោះអំពីអ្វីដែលខ្លួនឯងមាននិងខ្លួនឯងជានរណាឲ្យប្រកបគួរមានសង្ឃឹមហួសពីលទ្ធភាពរបស់ខ្លួនឯងទេមនុស្សដូចជាខ្ញុំគឺមិនស័ក្តិសមជាមួយគាត់ទេហើយគិតថាតរវិតូទីអត់ស័ក្តិសមឲ្យសអាននេះចឹងហើយសាច់រឿងក៏បានកាត់មកវូវ៉ុនបានផ្ញើសារមកឲ្យសអានគិតថាមួយរយៈពេលនេះមិនអាចដើរលេងពេលល្ងាចជាមួយគ្នាបានទេសុំទោសផងមិនចាំបាច់ឲ្យសអានជិះមកក្រៅទេសអានគាត់តែឃើញសារហើយគឺថាដូវូវ៉ុនពិតជាប្រកែធ្វើឲ្យមនុស្សខឹងមែនស្អីគេអ្នកមិនចាំបាច់ជិះមកក្រៅទេហើយមានជាការមូមកតម្លាក់ទូរស័ព្ទចោះពងលូថាពូវ៉ុនពងលេងមួយមែនហើយឥឡូវនេះសអានពងកាត់ចាត់តាំងពីថ្ងៃដែលគេបានថាពូវ៉ុនមកមនុស្សល្ងងម្នាក់នោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីគេចពីខ្ញុំគាត់បានគេចពីខ្ញុំដោយជោគជ័យដូចជាខ្ញុំចង់ស៊ីគាត់អញ្ចឹងបើសិនជាខ្ញុំនិយាយជាមួយគាត់រំឡើងចេញបាត់យប់ឡើងចូលវិញដេកលក់បាតទៀតវូវ៉ុនសាំហ្មងទោះបីជាសអាមព្យាយាមដាស់វូវ៉ុនយ៉ាងណាក៏វូវ៉ុនមិនខ្ជិលងើបដែរធ្វើពុតបានបណ្ណាយកប៉ុណ្ណឹងទៅណាសអាមគិតថានឹងឈប់ដេញតាមវូវ៉ុនពីថ្ងៃសិនតែល្បិចកប់របស់វូវ៉ុននឹងធ្វើឲ្យសអាមខ្នាញ់ហ្មងហើយគេគេចមុខប៉ុណ្ណឹងហើយក៏ដែលគិតថាគេខ្ជូតដែរហើយសអាមយើងនៅតែមិនអស់ចិត្តចង់បានន័យថាយ៉ាងម៉េចគិតថាគេមិនអាចធ្វើអ្វីបានមែនទេឥ
ឥឡូវនេះគេនឹងទៅនិយាយគ្នាជាមួយប៊ូវ៉ាន់ឲ្យដឹងសេចក្តីតែម្ដងទោះបីជាដឹងថាมันអាចទៅរួចប៉ុន្តែក៏មិនរំពឹងទុកអញ្ចឹងដែរឥឡូវនេះសអានមានជាការហត់ចិត្តហើយក៏បានងើបឡើងរៀង frustrate ដែរហ្នឹងណាគេគិតថាมันអាចទុករឿងនោះបន្តទៅមុខទៀតបានទេបើទោះបីជាគេទទួលបានការបដិសេធក៏ដោយប៊ូវ៉ាន់នៅតែបន្តធ្វើពុតមិនដឹងមែនទេហើយនៅតែបន្តរត់ទៅសអាននឹងធ្វើឲ្យប៊ូវ៉ាន់បានលឺរឿងដែលវូវ៉ាន់ខ្លាចបំផុតហើយសាច់រឿងក៏បានកាត់មកវូវ៉ាន់កំពុងធ្វើដំណើរដើរមកផ្ទះបណ្ដាក៏បានគិតវូវ៉ាន់ក៏បានដឹងខ្លួនដែរថាវាមិនមែនជាអ្វីដែលគេគួរតែគិតវេះរហូតទេគេដឹងថាខ្លួនគេអាត្មានិយមនៅពេលនេះប៉ុន្តែគេមិនមានភាពក្លាហាននោះទេហើយវូវ៉ាន់ក៏មិនចង់បញ្ចប់ទំនាក់ទំនងរបស់ពួកគេដែរដូច្នេះហើយគេគ្រាន់តែធ្វើជារវល់ហើយកិច្ចវេះពីស្ថានភាពទាំងនោះវ៉ាន់គិតថាគួរអស់សំណោចណាស់ដែលគ្រាន់តែរំពឹងថាសអាននឹងចោះចាញ់ប៉ុន្តែពួកយើងមិនអាចនៅបែបនេះបានទេឬព្រោះថាសអាននិងខ្ញុំគឺខុសគ្នាខ្លាំងណាស់គិតថាបើសិនជាគេមិនបានចូលចិត្តសអានវិញទេនោះការរៀបចំអារម្មណ៍របស់គេគឺគ្មានបញ្ហាអ្វីឡើយវាប្រកាសជាងាយស្រួលណាស់បងដាបដាគិតបដាក៏បានប្រទះឃើញសអានមកចាំផ្លូវតែម្ដងវូវ៉ាន់មានជាការភ្ញាក់ផ្អើលនៅពេលដែលឃើញសអានមកចាំផ្លូវបែបនេះសួរថាហេតុអ្វីបានជានៅទីនេះសអានមានជាការហួសចិត្តអ្នកត្រូវតែមកសួរខ្ញុំបែបនេះស្អីនឹងមកផ្ញើសារមុននឹងចង់បានន័យថាយ៉ាងម៉េចវូវ៉ាន់មានជាការតាក់ទើមិនដឹងឆ្លើយថាយ៉ាងម៉េចដែរសអាននិយាយថាមុននិយាយដល់រឿងនោះពួកយើងមានរឿងមួយដែលត្រូវនិយាយគ្នាអ្នកដឹងហើយមែនទេថាខ្ញុំមានអារម្មណ៍ចំពោះអ្នកអូហូអេដមីសាំងសអានហ្មងមានអារម្មណ៍គឺមានអារម្មណ៍ហ្នឹងណាឃើញទេប៊ូវ៉ាន់ក្រោយពីឮសអានសារភាពហើយមានជាការគាំងសអាននៅតែបន្តនិយាយកុំធ្វើពុតធ្វើជាមិនដឹងរឿងបើសិនជាមិនបានចូលចិត្តគេវិញទេគឺកុំរុញគេចេញអីប៊ូវ៉ាន់គឺកំពុងនិយាយក្នុងចិត្តមិនចង់ឲ្យសអានធ្វើបែបនោះទេហើយសអានក៏បានសារភាពខ្ញុំចូលចិត្តអ្នកដូវ៉ាន់អូហូយស្រឡាញ់គេគឺថានិយាយចំហ្មងទៅហើយប៊ូវ៉ាន់គឺមិនបានឆ្លើយតបអ្វីទេគឺកំពុងនិយាយក្នុងចិត្តគេមិនចង់ឲ្យសអានធ្វើបែបនោះទេគេក៏មិនចង់ឲ្យសអានទៅណាដែរហើយក៏បានសុំទោសគឺជាការបដិសេធសអានក៏បានសួរវិញព្រោះតែគេគឺជាប្រុសមែនទេប៊ូវ៉ាន់តបថាគឺមិនមែនដោយសារតែអ្នកទេគេកាត់ក្នុងចិត្តថាដោយសារតែគេខ្លួនឯងនោះណាហើយក៏និយាយវិញគេនឹងរើចេញពីផ្ទះសអានក៏បានសួរវិញស្អីគេហេតុអ្វីបានជាស្រាប់តែប្រាប់គេភ្លាមបែបនេះវូវ៉ាន់ក៏និយាយថាយ៉ាងណាក៏ដោយវាគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះសអានស្ដាប់ឮចង់ឲ្យរៀងអស់ពីនិយាយដែរហ្នឹងណាហើយក៏សួរតើវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុនហើយសាច់រឿងក៏បានកាត់មកថ្ងៃថ្មីប៊ូវ៉ាន់គេក៏ចេញពីធ្វើការមកដល់ផ្ទះពេលយប់នេះទៅរាល់ដងទៅពងគិតថាតាំងពីថ្ងៃដែលពួកគេបាននិយាយគ្នាមកប៊ូវ៉ាន់គឺកម្របានឃើញសអាន 3-4 ថ្ងៃហើយវាប្រកាសណាស់ដោយសារតែពួកគេព្យាយាមគេចពីគ្នាទៅវិញទៅមកប៊ូវ៉ាន់គឺបានបោះបង់ឱកាសរបស់គេព្រោះថាដោយសារតែគេខ្លាចប៉ុន្តែហេតុអ្វីបានជាគេមានអារម្មណ៍ថាខកចិត្តម្ល៉េះហើយសាច់រឿងក៏បានកាត់មកថ្ងៃថ្មីវ៉ាន់ក៏រៀបចំចេញពីបន្ទប់ដើម្បីចេញទៅធ្វើការហើយក៏បានស្លឹងមើលទៅបន្ទប់សអានដែរហ្នឹងណារៀងអត់ដាច់ចិត្តដែរតែទៅធ្វើមកទេរៀបចាក់ចេញទៅហើយប៉ុន្តែក៏បានវ៉ាជាមួយសអាននៅមុខនឹងតែម្ដងវ៉ាន់គេឃើញសអាននៅមុខនឹងហើយមានជាការតានតឹងមានរៀបដូចស្លាញ់គេដែរហើយគេបង្ហាញមុខនៅអញ្ចឹងដឹងធ្វើរៀបហឹកមិនអញ្ចឹងហើយពួកគេក៏ឈរមកមុខគ្នាមកសន្ទុះអត់មានតែគេនិយាយអីទេវ៉ាន់គេក៏ good morning ទៅសអានទៅណាហើយមិនបាច់មើលមុខទេគឺថាអៀនសអានមានចាមួយសោះមានជាការមើលមកវិញសអាននិយាយថាគឺជាខ្ញុំដែលត្រូវគេបដិសេធហេតុអ្វីបានជាអ្នកតានតឹងម្ល៉េះហើយគេក៏ដើរកាត់វ៉ាន់ទៅបាត់ទៅជួបគ្នាពេលក្រោយវ៉ាន់ទៅពេលគេធ្វើដាក់ចឹងទៅមានអារម្មណ៍ថាទើសទាស់ដែរណាហើយសាច់រឿងក៏បានកាត់មកវ៉ាន់កំពុងនិយាយទូរស័ព្ទនៅកន្លែងធ្វើការវ៉ាន់និយាយថាគេនឹងទៅមើលផ្ទះនៅចុងសប្តាហ៍នេះហើយអាចារ្យក៏បានដើរមកដើម្បីជួបបរិយសួរវ៉ាន់តាកំពុងរកកន្លែងស្នាក់នៅថ្មីមែនទេវ៉ាន់ថាគេទៅរកកន្លែងស្នាក់នៅថ្មីឆាប់នេះហើយអាចារ្យក៏បានហុចបរិយមកសួរថាចង់ជក់ដែរឬទេវ៉ាន់ក៏បានយកមកដើមជក់បធัวអារម្មណ៍អីចឹងចាយក៏បានសួរនាំឃើញមករយៈពេលនេះអាចដូចជា stress តើមានរឿងអ្វីកើតឡើងមែនទេវ៉ាន់គេស្ដាប់ចាយសួរហើយគឺអត់បានឆ្លើយទេហើយក៏បាននឹកឃើញនៅពេលដែលសអានបានកំពុងសារភាពស្នេហ៍នៅពេលនោះវ៉ាន់ក៏ឈរគាំងមកកន្លែងទៅណាសអានគេឃើញវ៉ាន់គាំងអញ្ចឹងក៏បានដកដង្ហើមធំសអាននិយាយថាខ្ញុំដឹងថាអ្នកចង់បានន័យថាយ៉ាងម៉េចហើយខ្ញុំនឹងមិននិយាយវាម្ដងទៀតទេប៉ុន្តែមិនចាំបាច់ប្រញាប់ប្រញាល់ទេហើយរកកន្លែង
លែងថ្មីឲ្យស្រួលបួលអូហូទៅបើមិនបានបេះដូងក៏មិនចង់ឲ្យគេចាក់ចេញដែរហើយសាច់រឿងក៏បានកាត់មកបច្ចុប្បន្នវិញអញ្ចឹងបានសួរវូវ៉ាន់មិញនឹងគឺថាវូវ៉ាន់អត់បានឆ្លើយទេហើយវូវ៉ាន់ក៏បានហៅអាហ៊ីតើចង់ទៅផឹកជាមួយគ្នានៅពេលបញ្ចប់ការងារហើយទេវាទៅផឹកមួយគ្នាដើម្បីនិយាយរឿងនឹងចិត្តអីចឹងហើយរឿងក៏បានកាត់មកនៅពេលដែលវូវ៉ាន់កំពុងចាក់ស្រាឲ្យអាហ៊ីនិយាយថាវាមានរយៈពេល3ឆ្នាំហើយដែលពួកគេមិនបានផឹកស៊ីជាមួយគ្នាហើយអីចឹងក៏ចាំយូរហើយតែថាមីនសឹងប្រកាសជាចំណែនមានដឹងថាមីនសឹងចង់ផឹកជាមួយអញប៉ុណ្ណាទេវ៉ាន់ក៏បានសុំទោសជាការគួរសមតែថាដឹងខ្លួននឹងគឺល្អហើយអាហ៊ីក៏សួរអញ្ចឹងតើមានរឿងអ្វីកើតឡើងធ្វើឲ្យឯងបបួលយើងមកផឹកមកយើងចាំស្ដាប់វ៉ាន់ថាប្រហែលថ្ងៃមុនគឺគេបានទទួលការសារភាពស្នេហ៍ពីនរណាម្នាក់ឯងក៏សួរវិញទៀតហើយមានអីថ្មីអត់តើឯងបានបដិសេធគេវ៉ាន់ក៏ឆ្លើយខ្ញុំបានបដិសេធហើយចាយមានជាការហួសចិត្តហើយមិនក៏ឯងមើលទៅដូចជាសែតម៉េះវ៉ាន់គេថាគេក៏មិនដឹងខ្លួនដែរអាចារ្យឃើញវ៉ាន់ចឹងហើយហៅទៅឆ្ងល់ហាចង់មកនេះថាមិនអត់ដឹងនឹងតើអញកំពុងស្ដាយក្រោយវ៉ាន់ក៏បានតបវិញថាវារៀនស្មុគស្មាញបន្តិចទៅតែដឹងខ្លួនថាឋានៈរបស់ពួកគេគឺវាខុសគ្នាខ្លាំងនិយាយរឿងប្រាប់ចាយហើយវ៉ាន់គឺកំពុងតែគិតវាពិតជាលំបាកណាស់ដែលរស់នៅជាមួយសអាននិងការពិតដែលពួកយើងគឺខុសគ្នាខ្លាំងវាធ្វើឲ្យគេឃើញអ្វីដែលគេមិនអាចឈានទៅដល់ដូចជាជិះឡានក្រុងផឹកកាហ្វេមួយកែវនិងការជុំគ្នាបន្តិចបន្តួចរឿងសាមញ្ញទាំងអស់នេះប្រែក្លាយទៅជាបន្ទុកពេលវេលាទាំងអស់នេះហើយដែលខ្ញុំយល់ថាជីវិតប្រចាំថ្ងៃរបស់ខ្ញុំគឺជារឿងធម្មតាដូច្នេះខ្ញុំមានការខកចិត្តបន្តិចបន្តួចចំពោះការសារភាពរបស់សអានដោយសារតែវាធ្វើឲ្យខ្ញុំមើលឃើញកាន់តែច្បាស់ពីស្ថានភាពសង្គមរបស់ពួកយើងខ្ញុំមិនប្រកាសថាអារម្មណ៍របស់ខ្ញុំចំពោះសអានគឺពិតប្រាកដទេហើយខ្ញុំខ្លាចដឹងថាសអានគ្រាន់តែមានអារម្មណ៍រំភើបមួយផ្លែប៉ុណ្ណោះហើយសាច់រឿងក៏បានបកមកបច្ចុប្បន្នវិញចាយសួរថាតើឯងចូលចិត្តគេម្នាក់នោះវូវ៉ាន់គេលើសំណួរហើយមានជាការអៀនដែរនឹងណាចាយក៏ចង់បានន័យថាធម្មតាឯងមិនដែលខ្វល់ខ្វល់រឿងទាំងអស់នេះទេពេលដែលជីមីនបានសារភាពប្រាប់ឯងកាលពីមុនឯងគឺមិនសូវខ្វល់ខ្វល់ទេបន្ទាប់ពីបដិសេធគេហើយវាហាក់បីដូចជាឯងមិនមានលទ្ធភាពដើម្បីណាត់ជួបនាងអញ្ចឹងឯងមានដឹងថានាងបានត្អូញត្អែប្រាប់យើងច្រើនប៉ុណ្ណាទេវូវ៉ាន់ក៏សួរវិញប៉ិតមែនហ៎ចាយថាពិតមែនហើយអត់ល្អិតនិយាយពីថាកូនប្រុសអេដមីននឹងរោគរ៉ាដល់កយនេះអត់មានលុយដេតហើយចាយនៅតែបន្តសួរតើឯងចូលចិត្តមនុស្សម្នាក់នោះមែនទេបើទោះបីជាឯងបានបដិសេធគេក៏ដោយប៉ុន្តែឯងមិនអាចឈប់គិតពីគេបានទេវូវ៉ាន់បន្តទៅលើចាយសួរហើយគេហ៊ានគិតចឹងហើយក៏និយាយថាដំបូងឡើយគេដឹងខ្លួនច្បាស់ពីភាពខុសគ្នារវាងយើងទាំងពីរគេមានអារម្មណ៍ថាដូចជាកំពុងតស៊ូជាមួយនឹងវាបន្ទាប់មកទើបដឹងថាមានអារម្មណ៍ចុះសម្រុងជាមួយគ្នាជាងការគិតរបស់គេទៅទៀតហើយនឹងមានអារម្មណ៍ថាសុខភាពនិងសប្បាយរីករាយនៅពេលដែលនៅជាមួយគ្នាប៉ុន្តែបន្ទាប់ពីការសារភាពការពិតក៏បានកើតឡើងគេដឹងខ្លួនច្បាស់ណាស់ពីស្ថានភាពរបស់គេពេលនេះហើយគេនៅតែបន្តចំពាក់គុណសអានទៀតវូវ៉ាន់នៅតែបន្តប្រាប់ចាយថាតាមពិតទៅខ្ញុំមិនច្បាស់ទេថាខ្ញុំចូលចិត្តមនុស្សម្នាក់នោះអត់ប៉ុន្តែគិតថាមិនបានឃើញមុខគេទៀតបន្ទាប់ពីខ្ញុំចេញពីផ្ទះវាហាក់បីដូចជាស្ដាយក្រោយមែនប្រសិនបើខ្ញុំចាក់ចេញពីផ្ទះឥឡូវនេះយើងនៅមិនអាចជួបគ្នាបានទៀតទេចាយពងស្ដាប់វូវ៉ាន់បដាគិតបដាមើលទៅវូវ៉ាន់ដូចជាអត់សង្ឃឹមម៉ែហើយពងឆ្ងល់តើគេនោះធ្វើយ៉ាងម៉េចដើម្បីបំបែកបេះដូងដៃរបស់វូវ៉ាន់យើងបានចាយពងគិតសោកចាំបន្តិចគាត់មិនអាចឃើញគេទៀតបន្ទាប់ពីគាត់ចាក់ចេញពីផ្ទះចាយគិតថាចរិតរបស់វូវ៉ាន់អញ្ចឹងណាទោះបីជាយ៉ាងណាក៏ដោយក៏វូវ៉ាន់មិនអាចនៅផ្ទះជាមួយមនុស្សស្រីដែរចាយអាហ៊ីគិតឃើញហើយមានជាការឆ្ងល់ហើយក៏សួរតាមត្រង់តើម្នាក់នោះគឺជាប្រុសមែនទេវូវ៉ាន់លើអាហ៊ីសួរហើយមានជាការផ្អើមិនក៏ដឹងអញ្ចឹងសាមហ្មងវូវ៉ាន់គេខំនិយាយចាប់ចាញ់ប៉ុណ្ណឹងហើយចាយថាមនុស្សងងហើយដើម្បីបានជាមិនប្រាប់គាត់តើចង់ទៅកន្លែងណាដើម្បីសុំយោបល់ចាយដឹងរឿងហើយក៏បានសួរអញ្ចឹងឯងមិនបានខ្វល់ទេថាគាត់គឺជាមនុស្សប្រុសវូវ៉ាន់គេថាអត់ទេបើសិនជាគេប្រកាន់គេក៏មិនបានឈឺក្បាលបែបនេះដែរចានិយាយថាមិនចម្លែកទេដែលឯងមិនបានប្រកាន់នៅពេលដែលភ្ញៀវប្រុសឲ្យនាមប័ណ្ណរបស់គេមកឯងប៉ុន្តែតើវាខុសគ្នាពីការដេតគ្នាមែនទេអូហូយវូវ៉ាន់គេមានមុនស្នេហ៍ណាមិនថាប្រុសមិនថាស្រីទេវូវ៉ាន់ថាប៉ុន្តែគាត់គឺខុសគ្នាពីពួកគេទាំងនោះអូសិតតែខុសគ្នាអញ្ចឹងបានន័យថាសអញពិសេសចំពោះគេមែន
ចាយក៏តបវិញថាយល់ហើយពងកាត់នងចិត្តថាអញ្ចឹងហើយបានជួបបនស្ដាយក្រោយហ្នឹងណាចាយក៏និយាយប្រាប់បនថាអញ្ចឹងគឺវាមិនខ្ជះខ្ជាយទេនៅពេលដែលឯងជាមនុស្សដែលយកចិត្តទុកដាក់ជាមួយរឿងនេះបើសិនបើហេតុផលរបស់ឯងបោះបង់គេចោលមិនមែនដោយសារតែអារម្មណ៍របស់ឯងទេប៉ុន្តែគឺវាដោយសារតែស្ថានភាពរបស់ឯងហេតុអ្វីបានជាឯងមិនព្រមគិតពីវាបន្ថែមទៀតតើឯងមានចាំទេនៅពេលដែលយើងជាមួយនឹងមីនសឹងស្គាល់ឯងវាពិតជារឿងចៃដន្យណាស់វាគឺជាលើកដំបូងដែលឯងពឹងផ្អែកមកលើពួកយើងបន្ទាប់ពីម្ដាយរបស់ឯងបានស្លាប់មកតើឯងដឹងថាវាអស្ចារ្យប៉ុណ្ណាទេសម្រាប់យើងជាមួយនឹងមីនសឹងយើងបានធ្វើការជាមួយឯងច្រើនឆ្នាំហើយប៉ុន្តែឯងតែងតែគូបន្ទាត់របស់ឯងជានិច្ចឯងមិនដែលសុំដើម្បីជួយហើយនឹងមិនដែលរាប់អានមិត្តភក្តិដែរវាពិបាកណាស់ដែលយកឈ្នះចិត្តឯងយើងអាចនិយាយបានយ៉ាងងាយព្រោះថាយើងមិនដឹងពីស្ថានភាពរបស់ឯងច្បាស់ទេប៉ុន្តែគេម្នាក់នោះបានទៅហួសពីនេះហើយឯងក៏មានបេះដូងចំពោះគេដែរតើវាមិនអាក្រក់ពេកទេដែលវាបញ្ចប់ទៅអញ្ចឹងតើឯងអាចរកឃើញមនុស្សម្នាក់ទៀតដែលធ្វើឲ្យឯងគិតច្រើនដូចនេះម្ដងទៀតបើសិនជាឯងគ្មានភាពក្លាហានដើម្បីចាប់ផ្ដើមវាទេហើយអ្វីបានជាឯងមិនគិតដូចនេះវិធីសាស្ត្រដែលយើងតែងតែប្រើយើងប្រាប់ខ្លួនឯងគឺគិតថាវាដូចជាការហាត់សមនេះគ្រាន់តែជាការអនុវត្តប៉ុណ្ណោះហើយឯងអាចបញ្ឈប់វាគ្រប់ពេលវេលាបានឯងគ្រាន់តែវឹកហាត់វាទេឥឡូវនេះវឹកហាត់ក្នុងការចូលចិត្តនរណាម្នាក់ឲ្យបានច្រើនហើយយើងក៏មិនដឹងថាវូវ៉ាន់គិតយ៉ាងម៉េចដែរបន្ទាប់មកសាច់រឿងក៏បានកាត់មករកសអអានវិញសអអានគឺកំពុងអង្គុយធ្វើការនៅក្នុងអอฟហ្វិសរបស់គេនៅផ្ទះហើយងាកទៅមើលខាងក្រៅទៅមេឃក៏បានធ្លាក់ភ្លៀងឃើញមេឃធ្លាក់ភ្លៀងសអអានមានជាការបារម្ភពីវូវ៉ាន់យ៉ាងខ្លាំងពងគិតថាតើវូវ៉ាន់មានបានយកឆាតទៅដែរឬអត់ហើយមានជាការសម្លឹងមកខ្សែដៃឃើញខ្សែដៃហើយនឹកដល់ម្ចាស់នោះណាកើតជាចិត្តបារម្ភតើគាត់មិនគួរធ្វើការចាប់ឥឡូវនេះទេហើយភ្នែកនៅតែសម្លឹងមើលខ្សែដៃនោះដដែលពងគិតថាវាហាក់បីដូចជាតែអញ្ចឹងតាំងពីដើមមកខ្ញុំគ្រាន់តែប្រើប្រាស់ជំងឺរបស់ខ្ញុំគឺជាលេសហើយក៏គ្មានក្តីសង្ឃឹមអ្វីទាំងអស់ហើយខាងសោះជីនក៏បានផ្ញើសារមកប្រាប់ឲ្យសោះអានទៅ office ម៉ោង3ថ្ងៃស្អែកនេះហើយ chapter ទី32ក៏បានបញ្ចប់ហើយនៅភាគនេះរឿងក៏មានបង្ហាញពីជីវប្រវត្តិរបស់តួអង្គខាងសអអានមានអាយុ29ឆ្នាំនៅក្នុងនោះក៏គេមានបញ្ជាក់ថាសអអាននឹងគឺជាតួប្តីឬមកក៏ប្រពន្ធដែរប៉ុន្តែអេដមីនប្រាប់ឲ្យហើយថាសអអានយើងគឺជាតួប្រពន្ធណាហើយបើចង់ដឹងថាហេតុអីបានជាសអអានខ្លះទៅជាប្រពន្ធគេតតែអេដមីននឹងសម្រាប់ដល់ season 2 សិនមិនដឹងសអអានរបស់យើងក្នុងនាមគឺជាកូនទី2នៃគ្រួសារសម្ព័ន្ធ S Group មនុស្សម្នាបានចាត់ទុកសមិទ្ធផលរបស់គាត់គឺដោយសារតែប្រវត្តិគ្រួសារហើយមើលស្រាលលើភាពជោគជ័យរបស់គាត់ត្រូវបានលុបបន្លាចដោយសារភាពល្អឥតខ្ចោះនិងបំណងប្រាថ្នាចង់ធ្វើអ្វីបន្ថែមទៀតនេះធ្វើឲ្យគាត់មានការប្រកួតប្រជែងខ្ពស់ហើយសអអានគឺស្អប់ការរំខានចំណង់ចំណូលចិត្តរបស់គាត់គឺជិះម៉ូតូហើយនឹងចូលចិត្តហាត់កីឡាសអអានគឺជាមនុស្សដែលអាចស្រឡាញ់បានទាំងពីរភេទប៉ុន្តែចូលចិត្តតែមនុស្សប្រុសទេណាហើយបុគ្គលិកលក្ខណៈរបស់គេនោះគឺជាមនុស្ស extrovert មានអារម្មណ៍គិតវិនិច្ឆ័យបានខ្ពស់អីចឹងណាហើយក៏ជាមនុស្សប្រភេទបែបអ្នកដឹកនាំគេដែរឥឡូវនេះយើងមកដឹងពីវូវ៉ាន់យើងវិញដូវូវ៉ាន់មានអាយុ29ឆ្នាំគឺជាកូនតូដែលគ្មានការសិក្សានៅមហាវិទ្យាល័យហើយបច្ចុប្បន្ននេះគឺធ្វើការជាអ្នកដឹកជញ្ជូនភីហ្សាគាត់គឺជាមនុស្សដែលបោះបង់យ៉ាងងាយព្រោះតែគ្មានអ្វីអាចដំណើរការទៅរួចគាត់ស្អប់ការចម្ពាក់បំណុលគេមិនថាផ្លូវចិត្តឬមួយក៏ហិរញ្ញវត្ថុទេគាត់មានរាងកាយធំដោយសារតែហែទឹកប៉ុន្តែដោយសារតែមិនបានវះកាត់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មកគាត់មិនអាចប្រើស្មាមកខាងទៀតបានទេវូវ៉ាន់គឺមិនមានចំណង់ចំណូលចិត្តអ្វីពិសេសទេប៉ុន្តែគឺចូលចិត្តអានសៀវភៅដោយសារតែវាមិនសូវអស់លុយច្រើនហើយតែងតែទៅបណ្ណាល័យអីចឹងណាហើយវូវ៉ាន់របស់យើងគឺជា straight ជាមនុស្សតាំងពីដើមមកស្រឡាញ់តែមនុស្សស្រីប៉ុន្តែតិចទៀតខ្លាចទៅជាប្តីរបស់សអានហើយបុគ្គលិកលក្ខណៈរបស់វូវ៉ាន់គឺជាមនុស្ស introvert ជាប្រភេទមនុស្សស្ងាត់ស្ងៀមមិនសូវមកមិនសូវកអីចឹងណាហើយក៏ជាមនុស្សដែលមានចិត្តអាណិតអាសូរអ្នកដទៃនិងឆាប់ងាយយល់ចិត្តគេអីចឹងណាហើយពេលនេះក៏ចូលដល់វេនយ៉ូហានវិញម្ដងសង់យ៉ូហានមានអាយុ29ឆ្នាំគឺជាតារាសម្ដែងជាកូនប្រុសតែម្នាក់គត់របស់សម្ព័ន្ធ J Group គាត់ជាមនុស្សពោពេញដោយអារម្មណ៍និងបញ្ចេញមតិយ៉ាងខ្លាំងគាត់តែងតែធ្វើឲ្យមនុស្សព្រួយបារម្ភដោយសារសកម្មភាពមិនស្ទាក់ស្ទើររបស់គាត់យ៉ូហានគឺចូលចិត្តជួបមនុស្សថ្មីនិងបរិយាកាសដែលមិនធ្លាប់ស្គាល់គាត់មិនសូវមានការងារច្រើនទេដូច្នេះគាត់មិនសូវល្បីល្បាញទេប៉ុន្តែគាត់ចូលចិត្តការសម្ដែងហើយស្រែកឃ្លានភាពជោគជ័យគាត់គឺជាមនុស្ស romantic
ហើយជឿថាវាសនាដើរក្នុងទូនាទីស្នេហាយ៉ូហានគឺបានលងស្នេហ៍ជាមួយហេអ៊ីនតាំងពីជួបលើកដំបូងអូហូយពីអ្នកនេះស្នេហាកម្មផ្ទះតានេះឥឡូវនេះក៏ចូលដល់វេនហេអ៊ីនវិញម្ដងគីមហេអ៊ីនមានអាយុ34ឆ្នាំអ៊ីយ៉ាផុសចាស់តានេះជាវិជ្ជបណ្ឌិតពោពេញដោយក្តីប្រាថ្នាដែលបានផ្លាស់ចេញពីគ្រួសារផ្ដាច់ការគាត់មានចិត្តល្អនិងសុភាពរាបសារចំពោះអ្នកដែលគាត់យកចិត្តទុកដាក់ខ្លាំងគាត់មានជំនាញខាងសង្គមហើយដឹងពីរបៀបកំណត់ព្រំដែនដើម្បីរក្សាទំនាក់ទំនងហេអ៊ីនទទួលយកដឹងថាខ្លួនឯងឆ្លាញ់ភេទដូចគ្នានៅពេលចុងវ័យជំទង់របស់គាត់ប្រហែលជាក្បែរ30ជើងទៅដឹងហើយគាត់បានបោះបង់ស្នេហាព្រោះបំណងប្រាថ្នាចង់ជោគជ័យខ្លាំងទោះជាយ៉ាងណាក៏ដោយពេលដែលគាត់បានជួបយ៉ូហានហេអ៊ីនក៏បានផ្ដាំស្នេហ៍ជាមួយយ៉ូហាននៅដំបូងរបស់គេទៅណាហើយរឿងរបស់យើងក៏បានបញ្ចប់ត្រឹមនឹងឯងចុងក្រោយadmin ពិតជាអរគុណដល់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់adminចង់ប្រាប់ថាដោយសារតែ admin ខូចទូរស័ព្ទadmin ហើយទើបបានជាមានការយឺតយ៉ាវនឹងណាប៉ុន្តែមិនអីទេ admin នឹងព្យាយាមចេញវីដេអូបានលឿនហើយក៏សូមអធិស្ឋានដល់កំហុសខុសឆ្គងទាំងឡាយណាផងអញ្ចឹងពួកយើងនឹងជួបគ្នានៅ chapter បន្ទាប់បាយបាយ 멋져줄래 꼬집어줄래